ខ្ញុំមកនេះបង្ហាញពីរបៀបនៅក្នុងការកំណត់តម្លៃទៅតាមប្រភេទនៃអតិថិជនឬក៏តាមប្រភេទនៃការលក់ដុំឬក៏បងលក់អីជាក់ស្ដែងអញ្ចឹងទី1យើងអាចចូលមកទៅលើ item ណាដែលយើងចង់លក់អញ្ចឹងទៅឧទាហរណ៍ថាយើងចូល item ខាងលើនេះឈ្មោះ iPhone ហើយតកតងជាមួយនឹងហ្នឹងគឺយើងបានបង្កើតជូនរួចរាល់ហើយនឹងមានយើងអាចកំណត់តម្លៃនៅកន្លែង price នេះយើងនឹងមានដូចជានេះតកតងជាមួយនឹងបងលក់ទិញដាច់ឬក៏បោះដុំអីចឹងទៅតាមជាក់ស្ដែងយើងមានតម្លៃជាច្រើននៅកន្លែងហ្នឹងដែលយើងអាចកំណត់បានអញ្ចឹងយើងដាក់មកឧទាហរណ៍ថាអានេះយើងតម្លៃយើងលក់ធម្មតា250ចឹងមកហើយតម្លៃបងលក់150អានេះគ្រាន់តែជាឧទាហរណ៍ជាក់ស្ដែងទេហើយទិញដាច់ឧទាហរណ៍ថា150នេះហើយឬក៏វាមានតម្លៃផ្សេងទៀតឧទាហរណ៍ថា300អីចឹងទៅហើយនៅមានបោះដុំឧទាហរណ៍តម្លៃ140អីចឹងតាមជាក់ស្ដែងអញ្ចឹងបន្ទាប់ពីយើងកំណត់ចឹងរួចរាល់យើង sell វាមកហើយយើងមកផ្ទាំងលក់តកតងជាមួយនឹងការលក់គឺយើងគ្រាន់តែហៅតកតង item មុនហ្នឹងមក item មុនហ្នឹងវានឹងចាប់យកតម្លៃដើមដំបូងហើយបើសិនជាយើងចង់ផ្លាស់ប្ដូរតម្លៃគឺយើងមើលនៅកន្លែងនេះ item ថៃនេះយើងចុចមកយើងចុចឧទាហរណ៍ថាយើងចុចរំលោះអញ្ចឹងវានឹងចាប់យកតម្លៃទៅតាមជាក់ស្ដែងដែលយើងបានកំណត់មុនហ្នឹងឧទាហរណ៍ថាទិញដាច់វានឹងផ្លាស់ប្ដូរតម្លៃទៅតាមអ្វីដែលយើងកំណត់តាំងពីនៅក្នុង item ហ្នឹងមកហើយប៉ុណ្ណឹងមកគឺយើង complete sale ទៅគឺរួចរាល់ហើយហ្នឹងហើយតកតងជាមួយនឹងវីដេអូគឺមានប៉ុណ្ណឹងសូមអរគុណ